Hello សួស្តីអ្នកនរគ្នាថ្ងៃនេះមករៀនមេរៀនថ្មី1ម៉ោង profile អញ្ចឹងអ្នកនរគ្នាអត់ដែរជួបទេឬក៏អត់ដែរបានអ្នកខ្លះក៏គាត់បានដឹងអ្នកខ្លះគេអត់ទាន់បានដឹងអញ្ចឹងមេរៀន1ម៉ោង profile នេះគឺអត់សូវមានអ្នកយកមកបង្រៀនទេណាអត់សូវអ្នកមានអ្នកយកមកបង្រៀនទេព្រោះបច្ចេកទេសនៃការរៀនគឺយើងខុសៗគ្នាការបង្រៀនគឺខុសៗគ្នាអញ្ចឹងគោលដៅសំខាន់របស់សាជីមួយនេះទី1គឺឲ្យយើងស្គាល់អំពីទាន reversal ទាន expansion ទាន consolidation មានច្រើនទៀតប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺ focus តែ3ទានទេដែលខ្ញុំបរៀនពីមេរៀនមុនគឺខ្ញុំ focus លើមេរៀន expansion candlestick expansion candlestick consolidation និង candlestick reversal អញ្ចឹងយើងចូលមេរៀនយើងតអញ្ចឹងមេរៀននេះគឺយើង key សំខាន់ដែលយើងត្រូវរកគឺមាន FVG high and low order block ហើយអ្វីដែលយើងត្រូវស្វែងរកមួយទៀតគឺ high time frame key level របស់ផ្សារអញ្ចឹងផ្សារគឺវាមាន key level របស់វាកន្លែងនៃអ្នក buy ឬក៏អ្នកលក់កន្លែងដែលមាន volume អញ្ចឹងទៅ key level មាននៅក្នុង higher time frame ធំអញ្ចឹងក្នុងមួយថ្ងៃវាមានប្រហែលទៀនវាមានច្រើនទៀនដូចជាប្រហែលខ្ញុំចាំអត់សូវច្បាស់ដែរប៉ុន្តែ1ម៉ោង profile នេះគឺឲ្យយើងងាយស្រួលក្នុងការ analyze និងក្នុងការ trade អញ្ចឹងវាមាន high low របស់វាកន្លែងនេះគឺជាតំបន់ high bottom គឺជា high bottom high ហើយកន្លែងនេះ low អញ្ចឹងទៀននេះគឺទៀន1ម៉ោងទាំងអស់ណាគឺ1ម៉ោងទាំងអស់អញ្ចឹងយើងតែរបៀបម៉េចអញ្ចឹងយើងឃើញថាផ្សារវា bearish ចុះមកក្រោមវាធ្វើការចុះនេះ3ទៀនហ្នឹងគឺធ្វើការចុះហើយកាលណាដែលវាចុះវាមកប៉ះ key level ហើយវាបានធ្វើការ sweep reversal ឡើងទៅលើវាបន្សល់ទុកអីគេវាបានបន្សល់ទុកនៅកន្លែងនេះគឺជា bullish order block ណាឬក៏ជា breaker អញ្ចឹងទៅយើងដាក់ពាក្យច្រើនខ្ញុំសំទោសកន្លែងនេះគឺយើងដាក់ sweep liquidity អាកន្លែងនេះគឺយើងអាចដាក់វាជាគេ breaker អញ្ចឹងទៅណានិយាយទៅយើងដាក់ជា order block ក៏បាន breaker ក៏បានសំខាន់làយើងចំណាំពួរមេរៀន candlestick នេះគឺវាអត់មានអីញ៉ៃញ៉ៃដូចមេរៀនផ្សេងទេអញ្ចឹងវាធ្វើការយើងត្រូវតម្រូវការយើងចំណាំតែប៉ុណ្្នឹងទេអញ្ចឹងវាបានបង្កើតអីគេកន្លែងនេះគឺវាបានបង្កើតជាអីគេកន្លែងនេះវាបានធ្វើការបង្កើតជា SVG គេកន្លែងនេះគឺជា SVG អញ្ចឹងសួរថាយើង trade កន្លែងណាអញ្ចឹងឥឡូវនេះវាកំពុងតែឲ្យយើងដឹងថានៅក្នុង time frame 1ម៉ោងវាបានធ្វើការ bullish ឬក៏ធ្វើការផ្លាស់ប្ដូរទម្រង់ដោយវា show នៅ breaker ឬក៏ change state ដោយសារអីវា sweep liquidity កន្លែងនេះហើយវាមកយក key level កន្លែងនេះមួយទៀតអញ្ចឹងកាលណាដែលវា show មកអញ្ចឹងវាមាន volume ក្នុងការឡើងទៅលើវិញអញ្ចឹងក្នុងការ trade ឡើងទៅលើយើងមិនមែន trade ភ្លាមទេមិនមែនចូលទិញលក់ភ្លាមទេអញ្ចឹងយើងចាំឲ្យគេចាំឲ្យវា break candle នេះមួយទៀតណាឲ្យវា break confirm មកតង់ទៀតណាកន្លែងនេះខ្លាយទៅជាគេ breaker មួយទៀតហើយមុននឹងវា breaker វាដូចអាក្រោមអញ្ចឹងវាត្រូវការ sweep ដូចគ្នាណា sweep ដូចគ្នាវាត្រូវការ sweep liquidity ដូចគ្នាបានវាមានកម្លាំងថាកន្លែងហ្នឹងគឺវាត្រូវការ volume ឡើងទៅលើអញ្ចឹងយើងមានអស់ហើយកន្លែងនេះក៏ change ក៏ BOS ឬក៏ឆូតកន្លែងហ្នឹងអាចគឺក៏ឆូតអីចឹងទៅសំខាន់làយើងចំណាំកន្លែងនេះគឺជា
កន្លែងដែលវា break ចុងក្រោយ break swing high ទៅជា bullish ឡើងទៅលើវិញអញ្ចឹងកន្លែងដែលយើង entry កន្លែងណាគឺ entry នៅពេលដែលវាអីគេមាន breaker show breaker មួយទៀតអញ្ចឹងយើង entry កន្លែងហ្នឹងយើង entry កន្លែងហ្នឹងដោយយើង mark វាធ្វើជា key ដែលយើង mark វាធ្វើជា key ហើយ hold ឡើងទៅលើតអញ្ចឹងកាលណាដែលវាពេលដែលវាមាន break អីត្រឹមត្រូវវានឹង open កាលណាដែលវា open យើងអាចមើលក្នុង time frame តូចអានេះវា open low មកប៉ះ breaker change state ហើយឡើងទៅលើទៀតខ្លាយទៅជាអីគេទាន bullish expansion មកដើម bullish expansion មកដើមអញ្ចឹងអានេះគឺជាការ trade candlestick ជាការ trade candlestick អញ្ចឹងអានេះគ្រាន់តែជាមេរៀនទី1មេរៀនដំបូងយើងអត់តបំបែកវាទៅជា low time frame ទេអញ្ចឹងអានេះគ្រាន់តែថាជា scenario មួយឲ្យយើងដឹងថាផ្សារគឺវាផ្លាស់ប្ដូរលំហូរកាលណាដែលយើង trade យើងចង់ដឹងលំហូរផ្សារទៅណាយើងត្រូវតែ trade នៅក្នុង higher time frame ណា higher time frame អញ្ចឹងផ្សារដល់វាមានមួយឈុតរបស់វាគឺវានឹងធ្វើការឡើងទៅលើហើយតែបើយើងមើលក្នុង time frame តូចវានឹងរញ៉េរញ៉ៃយើងមើលអត់យល់ទេណាអានេះគឺជា1ម៉ោង profile 1ម៉ោង profile អញ្ចឹង1ម៉ោង profile គឺវាសម្គាល់ឲ្យយើងអញ្ចឹងហើយកន្លែងនេះវាឡើងទៅបើសិនជាមានទៀនថ្មីគឺគេអាចនឹង break មកទៀនទៀតឡើងទៅ expansion ទៀតទៅអញ្ចឹងទៅអូខេអញ្ចឹងបើសិនជាយើងបំបែកវាមក low time frame កន្លែងនេះក៏យើងមានឱកាសក្នុងការ entry ដែរពួកយើងមាន key level ក្នុង time frame 1ម៉ោងអស់ហើយអញ្ចឹងយើងមកមើលឧទាហរណ៍ឬក៏មកមើលផ្សារជាក់ស្ដែងដូចអ្វីដែលយើង analyze អត់អញ្ចឹងយើងមកមើល time frame 1ម៉ោងអូខេជួយយើងមើលអូខេអានេះគឺជាគេអានេះគឺជា time frame 1ម៉ោងនេះជា high break high អូខេវា break high ហើយវាមានអីគេមុនវាឡើងលើវាត្រូវការគេ sweep liquidity sweep liquidity វាបានប៉ះអីគេណាវាបានប៉ះ key level អីផ្សេងហ្នឹងទៅណាវាបានប៉ះ key level កន្លែងនេះអីចឹងទៅកន្លែងនេះគឺជា breaker នេះកន្លែងនេះគឺជា breaker ណាគឺជា breaker វាអាហ្នឹងចាប់វាជា key អញ្ចឹងវាមកយក liquidity អស់ពេលដែលវាយក liquidity អស់កន្លែងណាដែលវា confirm មកយើងចូលណា confirm មកយើងចូលអញ្ចឹង sweep នេះកន្លែងនេះអញ្ចឹងតម្រាំតែយើងបានចូលយើងត្រូវការរងចាំមិនមែនចេះតែទិញទេអញ្ចឹងកន្លែងនេះគឺជាអីគេជា key level មួយអញ្ចឹងយើង mark វាជាគេ breaker អញ្ចឹងទៅអូខេវាមកដល់ breaker យើងអត់នេះទេយើងអាចចូលនៅក្នុងអីគេពេលដែលវាប៉ះ breaker ឃើញវាឡើងទៅលើយើងអាចចូលនៅក្នុង time frame តូចក៏បានដែរដើម្បីអីដើម្បីយើងដឹងថាផ្សារហ្នឹងវា confirm អត់យើងមើលក្នុង time frame 15នាទី5នាទីមកយើងមើលមាន confirm អត់អញ្ចឹងឲ្យវាដើរមកដូច confirm ដូចអ្វីយើងនិយាយឃើញវាឡើងទៅលើអញ្ចឹងការ confirm វាមុនឡើងទៅក៏វាត្រូវការគេ sweep អីដូចគ្នាដែរណា sweep អីដូចគ្នាដែរ stop hand អីមានទាំងអស់ណាវា hand stop hand កន្លែងណាទៀតbreaker កន្លែងនេះពឹបឡើងហេចឹង SL យើងទូចចឹងអានេះគឺជាឲ្យយើងសម្គាល់នៅទៀតតែបើសិនជាយើងអត់ដឹងថា key level របស់1ម៉ោងនៅណាទេគឺយើងចូលអត់ត្រូវទេណាយើងចូលអត់ត្រូវទេដូចកន្លែងនេះអីយើងវាមកយកគេវាមកយក breaker របស់វាហ្នឹងបើសិនជាក្នុង1ម៉ោងជា break អញ្ចឹងក្នុង5នាទីជាអីគេជា CISD នេះឃើញទេ5នាទីកន្លែងនេះជា CISD ឃើញ change state ឃើញអត់ជា CISD អញ្ចឹងគេ confirm អញ្ចឹងគេមើលទៀនអញ្ចឹងណាឥឡូវវាមកប៉ះ key របស់វាគឺវាឡើងដោយអត់មានបញ្ហាទាំងអស់
chẳng vì stop hand mà mê riêng dưỡng riêng bị ấy kì mê riêng dưỡng riêng bị candle chứ cái nào để vì break candle vì cứ chia ấy kì confirm muối đây ở dương đừng tháp xa nắng lặng chứ dương ở hiên entry lại nó trong việc break lại này mùi tiệt nhưng break hết dương entry vô mòn chứ dương tiền nó tại mà SL vì sai speed bị dân tới thì phí dân mạch đã quen PT dân ai vô trầm mấy cái pi lệ dân tới nè đưa cái trầm 2 ní đưa cái mấy tới virus tới chẳng bị đạch ok chẳng bị đạch chẳng bị tiêm tia ca rong chậm ok ca rong chậm nhưng mà mưa mà màu bao nhiêu vẫn cái nhất mà máu với chẳng hay bên này nó clear chụp ba chụp môi vía bên này nó này ai chụp ba chụp môi vía nó này ai nó rò các không cá sẽ tờ lẹ máu vô khi bàn tiền á cái breaker cái nào là breaker cho mọi bạc tiền thằng mấy dân đừng thành làm hồ ní cứ vì cho hay chứng lại ní vì breaker mình thấy còn hai đập về vì một bạc khi bỏ dưỡng cứ biết lang từ lừa bình bây giờ mơ lại ní dân ai chậm cái lại ní xô chứ mà mong breakers mà nâng Pramity change state chứ như mơ này change state khá okay. Break change state nó mạc lại như ai mơ tích change state nào bạc tiền thầm mấy lại cho nó có hôm nó cứ chưa cần lại bạc tiền thầm mấy chứ bạc tiền thầm mấy máu dương confirm á ok lại như chị gì breaker hay giờ time frame chia breaker mà đó với bạc khí breaker cứ chỉ khi bạc khí với mệnh lấy với show chia cái tiền breaker tiết dương ai xe tờ lẹ màu lẹ do trâm na tờ lẹ do trâm khi dương on ai do vén man tê để xa ý mà máu cứ biết confirm là dương bật trả này cứ dương xe bật trả đó xe bật trả chứ không là mà tiền nó có biết bao đôi dương riêng này đấy open high low close trầm mỏng buồn chứng những tận mà máu với cục cron này hay cái lại láng vì mình breaker hay vì mình khi chẳng vì mình tầm mùi thì nó vì mình tầm mùi thì khai nhé vì láng tự do nếu như mà mở thì họ tiết thì họ bán pi đó ok này cái lấy ní cứ biết break cái gì change state lấy ní với change state nè break swing high change state cái lấy ní cái lấy ní breaker không mà máu smile cái breaker smile nâng CISD nâng ấy không làm tí breaker không mà máu smile CISD không làm tí hé thế nè ok nhé CISD không làm tiền chứ cái này nó với một bạc khi vào biết có dưỡng thưa cá rồi kì tao đo na thế này bàn display mình cho mới nhầm rồi mình nè chẳng dương display với video này riêng YouTube display cái này đi mà sorry thế nó qua đi không khăn khi bao dương vì lang tơ lư trong vì một bạc khi là vào chỗ pram ti mà chỗ pram ti mình cái kia ok việc bán với cả break inversion nhưng trăm mơ mà tiên pi tiên tiệt mà tiên pi tiên tiết tao lời bạn thấy nhé mà tiên pi tiên anh ấy chỉ cái breaker không pram tí chạm việc break anh ấy mà tòng tiết bài lang một đời TP này ní được có TP trầm ní reverse vô môi pi ok bạc khi bao giờ này bị làng tại hoàn thành này dân ai sẽ clay pi đó bị làng
nhưng mơ không 5 នាទី វាខ្លីដែរហើយហ៎បើយើង confirm ក្នុង 1 ម៉ោង វារៀង clean វារៀង clean ណាហ៎ចឹងប៉ះ key យើងរកឱកាសមក version នេះចឹងទៅរកឱកាសទៅណាវាដឹងតឡើងទៅលើហើយគាត់ថាការ confirm របស់យើងបើយើង confirm ខុសវាអាច CSL យើងឲ្យវា run ឡើងទៅលើបណ្ដោយនេះកន្លែងនេះអីយើងបើយើង confirm កន្លែងនេះបាយអូខេវាឡើងទៅមក swing របស់វាកន្លែងនេះបើយើងយក TP កន្លែងនេះដល់តែបើយើង hold ដល់លើវាមកយក SL យើងសិនយើងយក SL យើងសិនទៅចឹងឲ្យវាទៅបើយើងមើលក្នុង time frame 1 ម៉ោងវារត់លឿនអូខេហើយបើយើងកន្លែងនេះវារៀងមុនឡើងទៅវារៀងសាំញ៉ាំតិចណាបើ clean ហ្មងដោយសារអីអានេះវាចិត្តដល់ពេលព្រឹកព្រលឹមនេះនៅខ្មែរយើងអញ្ចឹងយើងអត់ trade ទេណាយើងអត់ trade ទេពេលព្រឹកព្រលឹមចិត្តដល់រៀបភ្លឺយើងកំពុងដេកហ្នឹងអញ្ចឹងបើវាបើកផ្សារថ្មីយើងអាចរក key ឃើញច្រើនណា key ឃើញច្រើនដូចកន្លែងនេះអីនេះឃើញកាលណាវា break ចឹងកន្លែងហ្នឹងយើងអាចរកឱកាសក្នុងការ sweep ទៅ time frame តូចហើយរកឱកាសក្នុងការអីគេក្នុងការបាយក្នុងការបាយលើកឡើងអញ្ចឹងទៅដោយសារហេតុផលមាន key មានអីមួយឈុតរបស់យើងអញ្ចឹងទៅព្រោះអានេះគឺជា profile 1 ម៉ោង profile ណា1 ម៉ោង profile អ្នកនរនេះចាំតែមើលទៅតែនឹងយើង trade ដោយយើងមើលទៀនធំណាស់យើងមិន trade ក៏ឃើញ break buy អត់ទេចឹងអានេះឃើញហ៎វាឡើងទៅលើយើងចង់បាយទៀតតោះអីគេនេះតោះវា break អានេះហ៎ break អានេះបាយទៀតដល់ពេលចុះមកមិនចុះមកឡើងទៅលើហើយធ្លាក់មកវិញយើងយកកន្លែងនេះ break ដល់ពេលយើងយកកន្លែងហ្នឹង break វាឡើងទៅដល់វាអត់ confirm មកយើងទេប៉ុន្តែវា confirm ពីណាទៅវិញដោយសារអីផ្សារហ្នឹងវា bullish អញ្ចឹងវាមកយកអីគេ key level របស់វានេះឃើញអត់អញ្ចឹងដល់ពេលមកយក key level sweep ដល់ពេលកន្លែងនេះជាអីគេឃើញអាក្នុង rank នេះវាក្នុង rank នេះវាអត់មាន break ទេហើយអត់មាន break ទេតែដល់ពេលវាចេញក្រៅ rank ពឹបអញ្ចឹងឱកាសបាយនៅកន្លែងហ្នឹងបើយើង sweep មក time frame time frame តូច time frame 5 នាទីអញ្ចឹងឲ្យវាដើរដល់ key របស់យើងមកហ៎ឡើងហ៎អត់ឡើងនេះ hit TP ហើយការ confirm ក៏វាអត់មានអីសាំញ៉ាំដែរ break candle ទី3ដូច1 ម៉ោងដែរគឺវាទៅលើហើយអានេះគ្រាន់តែយើងត្រួសទេអូខេវីដេអូយើងក៏ដល់ពេលត្រូវបញ្ចប់ហើយជួបគ្នានៅមេរៀនក្រោយទៀត